ការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យឬហៅកាត់ថាខ្មែរក្រហមមូលហេតុអ្វីដែលបណ្ដាលឲ្យរបបកម្ពុជាប្រជាធិបតេយ្យដួលរលំមូលហេតុដែលបណ្ដាលឲ្យរបបកម្ពុជាប្រជាធិបតេយ្យដួលរលំមានដូចជាប្រជាជនស្អប់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបំផិតបំភ័យធ្វើទារុណកម្មកាប់សម្លាប់ប្រជាជនរស់នៅក្នុងភាពភ័យខ្លាចតក់ស្លុតខ្មែរក្រហមបង្ខំឲ្យប្រជាជនធ្វើការលើសពី12ម៉ោងក្នុងមួយថ្ងៃនិង7ថ្ងៃក្នុងមួយសប្តាហ៍ដោយគ្មានពេលឈប់សម្រាកប្រជាជនរស់នៅដោយកង្វះអាហារកង្វះជម្រកខ្វះថ្នាំសម្រាប់ព្យាបាលគឺរស់រងចាំតែថ្ងៃស្លាប់បំបិតសិទ្ធិសេរីភាពខាងជំនឿសាសនាប្រពៃណីទំនៀមទម្លាប់ឪពុកម្ដាយគ្មានសិទ្ធិលើកូនកុមារបានទទួលការអប់រំមនោគមវិជ្ជាបដិវត្តន៍ដែលឲ្យកុមារស្រឡាញ់ជឿជាក់ស្មោះត្រង់ចំពោះអង្គការហ៊ានពលីដើម្បីអង្គការយកការពីឪពុកម្ដាយនិងពីជួរប្រជាជនជូនទៅកាន់អង្គការប្រជាជនរស់ក្រោមពាក្យស្លោកទុកក៏មិនចំណេញដកចេញក៏មិនខាតការអនុវត្តនយោបាយសម្រិតសម្រាំងមេដឹកនាំក្នុងរបបកម្ពុជាប្រជាធិបតេយ្យសម្រិតសម្រាំងយកមនុស្សបដិវត្តន៍ល្អបរិសុទ្ធនាំឲ្យពួកប៉ុលពតលែងទុកចិត្តគ្នាឯងតាំងពីថ្នាក់មជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋានជាក់ស្ដែងប៉ុលពតបានសម្លាប់វ៉នវ៉េតគុយធួនញឹមរស់សោផឹមជាដើមការធ្វើសង្គ្រាមប្រឆាំងវៀតណាមឆ្នាំ1975ប៉ុលពតបង្កសង្គ្រាមជាមួយវៀតណាមនៅតាមព្រំដែនឆ្នាំ1977សង្គ្រាមឆាបឆេះខ្លាំងជាមួយវៀតណាមឆ្នាំ1978វៀតណាមវាយបកមកវិញយ៉ាងខ្លាំងក្លាលុះមកដល់ឆ្នាំ1979តបវៀតណាមនិងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានផ្ដួលរលំរបបកម្ពុជាប្រជាធិបតេយ្យបានសម្រេចការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី20មិថុនាឆ្នាំ1977សមាមិត្តហ៊ុនសែននិងយុទ្ធមិត្ត4រូបទៀតបានសម្រេចចិត្តចាក់ចេញពីប្រទេសកម្ពុជាស្វែងរកការគាំទ្រក្នុងការរំដោះប្រទេសជាតិនៅថ្ងៃទី2ធ្នូឆ្នាំ1978រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានបង្កើតឡើងក្នុងគោលបំណងរំដោះប្រទេសពីរបបកម្ពុជាប្រជាធិបតេយ្យដែលជារបបប្រល័យពូជសាសន៍យ៉ាងខ្មៅងងឹតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងកងទ័ពវៀតណាមបានបើកការវាយប្រហារលើទ័ពកម្ពុជាប្រជាធិបតេយ្យហើយកាន់កាប់ទឹកដីទីក្រុងភ្នំពេញនៅថ្ងៃទី7ខែមករាឆ្នាំ1979សេដ្ឋកិច្ចធ្លាក់ចុះការអនុវត្តគោលនយោបាយសេដ្ឋកិច្ចឯករាជ្យម្ចាស់ការខ្លួនទីពឹងខ្លួនមហាលោភផ្លោះមហាអស្ចារ្យការកាប់សម្លាប់អ្នកចេះដឹងនិងការប្រើប្រាស់មនុស្សជំនួសបច្ចេកវិទ្យានាំឲ្យសេដ្ឋកិច្ចធ្លាក់ចុះការអនុវត្តរបស់ខ្មែរក្រហមបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាដើរថយក្រោយដោយគ្មានការរីកចម្រើនមានតែការបំផ្លិចបំផ្លាញដែលជាប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជា Thank you